Ôi ôi, mùi cú ní bà bác ní đơn tại bên sạch hỏi lại xài nết chỉ mũi nâng Muhammad khẩn nạ Muhammad bà nâng cầm bông tại thua chú thua phliêng khlang mẹn tên. Bà dương đi dây ông pi cái là có lại xài nết nâng cái là có Muhammad chỉ cả bận na bông ôn mà hai chân phên nè con trò con khmai tiếng óc nè bật chỉ bàn squad phụ quật cho bà hai tam rồi dĩa cả đại phụ quật bàn langประកួត បញ្ចេញ នៅ ស្នាដៃ អាវុធ គុណ ខ្មែរ របស់ ខ្លួន នៅ លើ សង្វៀន ហើយ ពួក គាត់ តែង តែ ធ្វើ បាន ល្អ ចំពោះ មួយ រយៈ ចុង ក្រោយ មក នេះ ដៃ គូ កម្រ និង យក ឈ្នះ ពួក គាត់ ខ្លាំង មែនទែន ដែល ឡែក យើង បក ទៅ កាន់ ឡាវ សៃណេត បន្តិច ចំពោះ ការ ប្រកួត យើង ឃើញ ហើយ ជា ប្រភេទ កីឡា ដែល មាន អាវុធ ចម្រុះ ហើយ ចំពោះ អាវុធ ដែល ជា ផ្លែ សម្លាប់ របស់ សៃណេត នោះ គឺ ការ ដែល ប្រើកែង បាន យ៉ាង ល្អ មិន ថា កែង ឆ្ងាយ ឬ ក៏ កែង គៀក ឲ្យ តែ មាន ឱកាស វត្ត ចូល បាន តែ មួយកែង នឹង កីឡាករ ដែល ជា ដៃ គូ អាច នឹង ត្រូវ សន្លប់ ភ្លាម ឬ ក៏ មាន លោហិត ត្រូវ បាន អាជ្ញាកណ្ដាល បញ្ឈប់ ការ ប្រកួត អី អញ្ចឹង ទៅ យ៉ាង នេះ គឺជា ផល វិជ្ជមាន មួយ សម្រាប់ ទំពាំង អ្នក ស្នង គុណ ខ្មែរ របស់ យើង ដែល អាច និយាយ ខ្លី ថា ជា ធនធាន ដ៏ ល្អ ហើយ បងប្អូន ហើយ សៃណេត នេះ មិនមែនមានតែផ្លែកែងទេចង្វាក់នៃការវាយការទាត់ជើងធាក់ចេញក៏ដូចជាការប្រើកណ្ដាប់ដៃក៏ល្អដូចគ្នាផងដែរហើយមួយវិញទៀតកាយសម្បទារបស់គាត់បងប្អូនស័ក្តិសមជាអ្នកប្រដាល់អ្នកប្រយុទ្ធយ៉ាងពិតប្រាកដនៅលើសង្វៀនហើយរាល់ការប្រកួតរបស់គាត់យើងឃើញហើយទឹកចិត្តមោះមុតទន្ទឹមនឹងនេះផងដែរការចេញអាវុធមួយច្បាស់ធ្ងន់ហើយកីឡាករដែលជាដៃគូតែងតែញញើតជាមួយនឹងផ្លែកែងរបស់គាត់នឹងឯងហើយចំពោះការប្រកួតទើបតែថ្មីនេះឯងឡាយសេណេតក៏បានយកឈ្នះនៅក្នុងព្រឹត្តិការណ៍ដ៏ធំមួយលេងបែបលក្ខណៈ Foreman Marathon បងប្អូនប្រកួតដណ្ដើមខ្សែក្រវ៉ាត់អញ្ចឹងយើងឃើញថាការវាយជុំផ្ដាច់ព្រាត់ប៉ះជាមួយនឹងឡុងពិសិដ្ឋគាត់បានយកឈ្នះឡុងពិសិដ្ឋដោយពិន្ទុហើយក៏ក្លាយទៅជាម្ចាស់ខ្សែក្រវ៉ាត់ទៅហើយទន្ទឹមនឹងនេះផងដែរយើងបកទៅកាន់កីឡាករមហាម៉ាត់វិញមហាម៉ាត់ឡើងក្រេឌីតខ្លាំងបន្ទាប់ពីមហាម៉ាត់បានបំបាក់កីឡាករគុណខ្មែររបស់យើងផ្សេងជាច្រើនជាពិសេសការដែលលេងបែបលក្ខណៈ Foreman Marathon ដណ្ដើមពានដែលមានបេក្ខភាពកីឡាករ4រូបក្នុងនោះមានពេជ្រសង្ហៈមហាម៉ាត់មានឡុងពិសិដ្ឋនិងមួយរូបទៀតគឺរស្មីគុណខ្មែរអញ្ចឹងការប្រកួតជុំដំបូងមហាម៉ាត់ប៉ះជាមួយនឹងឡុងពិសិដ្ឋយកឈ្នះពិន្ទុកីឡាករឡុងពិសិដ្ឋឡើងទៅកាន់វគ្គផ្ដាច់ព្រាត់ចំណែកឯកីឡាករពេជ្រសង្ហៈយកឈ្នះរស្មីគុណខ្មែរឡើងទៅប៉ះគ្នានៅវគ្គផ្ដាច់ព្រាត់ជាមួយនឹងមហាម៉ាត់លទ្ធផលមហាម៉ាត់បានយកឈ្នះពិន្ទុកីឡាករពេជ្រសង្ហៈហើយក៏ក្រសោបបានពានមួយដែលខាងស្ថានីយទូរទស្សន៍ថោនបានរៀបចំហើយបន្ទាប់មកទើបតែថ្មីនេះឯងជំនួបនៃការប្រកួតរបស់ពេជ្រសង្ហៈនិងមហាម៉ាត់ជាលើកទី2អានេះយើងបានថាជាការប្រកួតសងសឹកហើយហងមាសក៏លេងធំឲ្យពួកគាត់ទាំងពីរផងដែរគឺការដែលដាក់ខ្សែក្រវ៉ាត់ថ្មីបកកេះមួយគ្រឿងហើយក៏ជាខ្សែក្រវ៉ាត់លំដាប់ខ្ពស់របស់ស្ថាប័ន Extreme Cambodia ផងដែរក្នុងប្រភេទទម្ងន់51គីឡូក្រាមដែលលេងបែបលក្ខណៈកង់តូចគឺកង់ចេញមួយរៀមវាយ5ទឹកហើយយើងឃើញថាការវាយគឺស្វិតស្វាញមែនតែនបងប្អូន5ទឹកនឹងអាវុធមានទៅមានមកដូចគ្នាប៉ុន្តែអ្វីដែលជាចំណុចគួរឲ្យកត់សម្គាល់យើងឃើញថាមហាម៉ាត់គាត់មានអវង្តាត្រង់កម្ពស់អញ្ចឹងការវាយចេញរបស់គាត់ក៏ងាយស្រួលសម្រាប់ការដែរបកទៅកាន់កីឡាករពេជ្រសង្ហៈដែរយើងឃើញហើយកាលណាគាត់មានអាវុធវែងគាត់ធាក់ហើយគាត់មានឱកាសឆ្មក់មួយហើយសង្ហៈគឺគាត់ព្យាយាមប្រើកណ្ដាប់ដៃវាយសន្ធាប់ទៅលើកីឡាករមហាម៉ាត់ប៉ុន្តែជាលទ្ធផលមហាម៉ាត់គាត់ព្យាយាមកាត់មកវិញពេញទៅលើកីឡាករពេជ្រសង្ហៈផងដែរហើយមួយវិញទៀតគាត់ពូកែក្នុងការដែលធាក់ផ្ដាច់ជំហរធ្វើឲ្យកីឡាករពេជ្រសង្ហៈហ្នឹងគាត់មិនអាចវាយចូលពេញបានច្រើនទៅលើកីឡាករមហាម៉ាត់នោះឡើយហើយជាមួយគ្នានេះផងដែរអ្វីដែលជាជោគជ័យទាំងមហាម៉ាត់ក៏ដូចជាកីឡាករឡាវសេណេតគឺមានបងប្អូនមហាជនហ្វេនអ្នកគាំទ្រនឹងចង់ឲ្យខាងអ្នករៀបចំកម្មវិធីគួរតែដាក់ឲ្យគាត់ប៉ះគ្នាមួយគ្រើមើលថាតើនឹងទៅជាយ៉ាងម៉េចយ៉ាងម៉ាខណៈបើយើងមើលទៅលើតើតើជាមួយនឹងកាយសម្បទាកម្ពុជាកំពើអានេះនិយាយមិនថាស៊ីសងគ្នាបានយើងឃើញថាប៉ាន់គ្នាល្អណាស់បងប្អូនគូនឹងហើយបើប៉ះគ្នាពិតជាក៏ក្រើកហើយ
របស់ពិតប៉ះរបស់ស៊ីនណាបើយើងនិយាយខ្លីអញ្ចឹងជំវិញតើតើជាមួយនឹងព័ត៌មានដែលអ្នកទាំងពីរគ្រោងនឹងប៉ះគ្នានេះនឹងមានការដែលរៀបចំនៅក្នុងពេលឆាប់ខាងមុខបងប្អូនបើតាមដែល admin ទទួលបានហ្នឹងប៉ុន្តែយើងរងចាំមើលជាក់ស្ដែងទៀតបងប្អូនបើសិនជាមិនមានការប្រែប្រួលទេអាចនឹងប៉ះគ្នានៅខែ4ខាងមុខនឹងឯងមុនចូលឆ្នាំខ្មែរយើងដូច្នេះយើងចាំតាមដានមើលជាបន្តទៀតថាតើក្នុងលក្ខខណ្ឌយ៉ាងម៉េចយ៉ាងណាហើយលេងបែបណាដែរសម្រាប់គុណខ្មែររបស់យើងទាំងពីរអាចនិយាយបានថាគាត់គឺជាទំពាំងអ្នកស្នងដ៏ល្អហើយចំពោះការដែលប្រកួតនិងការដែលបញ្ចេញសមត្ថភាពជាក់ស្ដែងនៅលើសង្វៀនទោះបីជាមហាម៉ាត់គាត់មិនមែនជាជនជាតិខ្មែរប៉ុន្តែគាត់ហាត់គុណខ្មែររបស់យើងហើយរាល់ការប្រកួតរបស់គាត់គឺតំណាងក្បាច់គុណខ្មែររបស់យើងអញ្ចឹងមិនថាកីឡាករនោះមកពីប្រទេសណាជាតិសាសន៍ណាសំខាន់ឲ្យតែគាត់ពិតជាស្រឡាញ់ឲ្យតម្លៃមកលើក្បាច់គុណខ្មែររបស់យើងនោះពិតប្រាកដណាស់បងប្អូនយើងមានឱកាសក្នុងការដែលផ្សព្វផ្សាយគុណខ្មែររបស់យើងឲ្យកាន់តែទូលំទូលាយហើយចំពោះ fan អ្នកគាំទ្រក្នុងនាមយើងដែលជាគេហៅថាម្ចាស់នៃក្បាច់គុណយើងបើកចិត្តទូលាយដូចគ្នាបងប្អូនក្នុងការដែលគាំទ្រនៅអ្វីដែលពួកគាត់បាននឹងកំពុងធ្វើគាត់បានមកហាត់ក្បាច់គុណខ្មែររបស់យើងអញ្ចឹងយើងក៏ផ្ដល់តម្លៃទៅឲ្យពួកគាត់តាមនឹងវិញដូចជាកីឡាករគុណខ្មែររបស់យើងផងដែរដូច្នេះចំពោះ admin ក៏មានតែប៉ុណ្ណឹងហើយបងប្អូនគិតថាឡាវសេណេតជាមួយនឹងមហាម៉ាត់ប៉ះគ្នាថាតើនរណានឹងមានអត្ថប្រយោជន៍ខ្ពស់ជាងហើយបើសម្រាប់ admin គិតថាគូនេះ50-50ទេកីឡាលើសង្វៀនគឺយើងមើលអត់ឃើញនោះឡើយកាលណាតែមានភ្លៀងភ្លាត់អីអាចចូលអាវុធទៅវិញទៅមកមានម្នាក់ទៅអីអញ្ចឹងទៅអញ្ចឹងសម្រាប់ការប្រកួតគឺមានតែការវាយជាក់ស្ដែងនៅលើសង្វៀនតែប៉ុណ្ណោះដូច្នេះ admin ក៏មានតែប៉ុណ្ណឹងហើយបងប្អូនអាចចូលរួម comment បញ្ចេញជាមតិយោបល់ជាចុងក្រោយសូមជម្រាបលា